គ្រួសារយើងទាំងពីរមិនសមនឹងគ្នាគ្រួសារពុំងាជាអ្នកមានស្ដុកស្ដំបងខ្មៅក៏ខ្មៅតែវិញប៉ិនខ្ទមមិនធំម្ដាយអូនមិនពេញចិត្តនឹងបងទេម្ដាយអូនមកប្រាប់ឲ្យបងជុំលួចទាំងតងអូនមើលខ្លួនឯងផងតើសមនឹងអូនដែរទីត្រឹមកូនអ្នកស្រែមិនលយឆាយដូចរូបអូនបងសុំតោផងអូនអើយយើងបែកគ្នាទៅឈឺខ្លាំងណាស់ឈឺបែកដូងអូនសុំបែកបងពេញបំណងម្ដាយអូនឲ្យគាត់ពេញចិត្តជូនពរអូនឲ្យមានក្តីសុខទោះថ្ងៃមុខកុំបាញ់ទ្រាំឈឺទៀតអីបងឈឺចាប់ប៉ុណ្ណឹង